ប្រទេសសង្ហបុរី Yes, our church has been coming to this church for every year. វិហាររបស់គាត់បានមករៀងរាល់ឆ្នាំមកពេលចុងខែ12 And today I'm really glad to be here with all of you. ហើយគាត់រីករាយដែលបានមកទីនេះដើម្បីនាំព្រះបន្ទូលសម្រាប់បងប្អូន Our brother has read to you Hebrews chapter 12 verse 1 to 4. បងប្រុសទើបតែអានព្រះគម្ពីរហេព្រើរជំពូកទី12ខ1ដល់ខ4 And this is what I'm going to share with you this morning. ព្រឹកនេះគាត់នឹងចែកចាយពីខគម្ពីរដែលបានអានមិញនេះ Do you know who is the writer of the book of Hebrews? តើបងប្អូនដឹងថាអ្នកណាជាអ្នកសរសេរក្នុងព្រះគម្ពីរហេព្រើរនេះទេអ្នកណាអ្នកសរសេរ Most of the scholars, Bible scholars, believe that Apostle Paul was the writer of the book of Hebrews. មនុស្សជាច្រើនជឿថាសាវកប៉ូលគឺជាអ្នកសរសេរគម្ពីរហេព្រើរនេះ And in this particular passage that you just read, Apostle Paul was trying to tell the Hebrew Christians that they need to finish well in their life, in their race in life. នៅក្នុងគម្ពីរនេះសាវកប៉ូលបានសរសេរទៅដល់អ្នកជឿព្រះអង្គសម័យដើមថាជឿហើយត្រូវបញ្ចប់ឲ្យបានជោគជ័យ And he used the illustration of a race, running a race. គាត់បានប្រើរូបភាពដូចជាអ្នកដែលរត់ប៉ុណ្ណឹងគឺថារត់ឲ្យបានដល់គោលដៅ You see, at that time when Apostle Paul was there, and as he was writing the scenario of the place, they had a lot of sports events. នៅសម័យមុនពេលដែលសាវកប៉ូលក៏រស់នៅនោះគឺថានៅស្រុកនោះគឺថាគឺពោពេញទៅដោយអ្នកកីឡាករណាមានទីដូចជារត់ប៉ុណ្ណឹងមានគេហៅថា start Yeah, and at that time, Greece was the beginning of the Olympics. They started the Olympics. ដោយសារសម័យនោះប្រទេសក្រិកជាអ្នកដែលគ្រប់គ្រងហើយគេមានដូចជាការប្រកួតអូឡ িম্পিক And at that time, the marathon, you know what is the marathon? You run a very long journey, 42 kilometers, and you have to run 42 kilometers to win the prize. សម័យនោះក៏មានគេរត់ម៉ារ៉ាតុងរត់ប្រដាក់គ្នាណាគេរត់ហើយហុចតបឲ្យតគ្នាណាហើយគេរត់ចម្ងាយ42 គីឡូម៉ែត្រ Anybody ran in a marathon before competition? មានធ្លាប់បងប្អូនណារត់ម៉ារ៉ាតុងទេ No. ធ្លាប់រត់អត់អត់ទេ No. I ran the marathon before when I was young. គាត់ធ្លាប់រត់ម៉ារ៉ាតុងពេលគាត់នៅក្មេង Like 35 years ago. 35ឆ្នាំមុនគាត់ធ្លាប់រត់ Yeah, 35 years ago, I was not so fat, I was muscular, and I ran 42 kilometers. ពេលហ្នឹងគាត់អត់ធ្លាប់យ៉ាងទេគេថានៅស្គរគេថារត់42 គីឡូម៉ែត្ររត់ម៉ារ៉ាតុង Now cannot run. ឥឡូវរត់អត់កើតទេបើពោះខែ Yeah. ធ្ងន់បើពោះរត់ដល់តែចាញ់ទេ And so Apostle Paul paints a picture of the Christian race and what it takes to run the race and complete the race. សាវកប៉ូលក៏បានប្រើរូបភាពមួយថាក្នុងនាមអ្នកជឿព្រះអង្គដូចជាអ្នករត់ប៉ុណ្ណឹងគឺថាយើងរត់ឲ្យបានដល់គោលដៅដើម្បីឲ្យបានសង្គ្រោះបានជីវិត And he was picturing in verse 1, he was picturing that there are many witnesses looking at us running this race. ហើយក៏បានលើកឡើងថាអ្នកជឿព្រះអង្គសម័យបុរាណមុនហ្នឹងណាគេរត់បានដល់គោលដៅហើយគេកំពុងតែមើលយើង And មើលយើងរត់ថាតើយើងរត់ដល់គោលដៅអត់ these spectators that is watching us, they are not, they also ran the race before, but they have finished their race and now they are watching all of us running this race. អ្នកជឿសម័យមុនគេបានបញ្ចប់ជំនឿគេដោយជោគជ័យហើយគេបានទៅនគរព្រះហើយគេកំពុងតែមើលយើងជឿសប្តាហ៍នេះយើងបានជោគជ័យដូចគេអត់ So who are the people really watching us? តើអ្នកណាជាមនុស្សជឿសម័យមុនដែលកំពុងតែមើលយើងជឿនៅសម័យនេះរត់សម័យនេះ This can be found in Hebrews chapter 11. គឺប្រាប់យើងនៅក្នុងជំពូកទី11ប្រាប់នៅក្នុងជំពូក11អំពីអ្នកជឿសម័យមុនដែលរត់បានដល់គោលដៅ If you look at Hebrews chapter 11, you will realize that there are many Bible heroes in Hebrews chapter 11. បើបងប្អូនអានទៅជំពូក11វិញទៅផ្ទះណា
ហើយយើងឃើញមានអ្នកជឿជាច្រើនដែលបានជឿដល់គោលដៅបានទៅខាង There's សួគ៌ Abraham, មានដូចជាអាប់រ៉ាហាំ there's Moses, ម៉ូសេ there's Samuel, សាំយូអែល there's David, ដេវីត Elijah, អេលីយ៉ា Elisha, អេលីសេ and so on. ហើយមនុស្សជាច្រើនទៀតដែលជឿសម័យមុន The writer was giving us a picture of the hall of faith of all these faithful men. អ្នកសរសេរបានសរសេរអំពីមនុស្សបុរាណដែលបានជោគជ័យដោយសារជំនឿនិងបានដល់គោលដៅទៅឯនគរព្រះ This can be found in Hebrews chapter 11. គឺបានរៀបរាប់នៅជំពូក11មុនជំពូក And after he mentioned, he says in Hebrews chapter 12 verse 1, he says, all of them are watching us now as we run our race in ហើយ life. អ្នកសរសេរបានប្រាប់ថាគេបានជោគជ័យគេអស់ហើយពួកគាត់កំពុងតែមើលថាតើយើងជឿនៅសម័យនេះរត់បានជោគជ័យដល់គោលដៅដោយពួកគាត់ដែរអត់ And then Apostle Paul in verse 2 to 4, he explains to us how we should run the race. តមកខ2សម្រាប់ពលបានប្រាប់ថាធ្វើម៉េចខ្លះដើម្បីឲ្យយើងបានរត់ទៅដល់គោលដៅតើយើងគួរធ្វើអីខ្លះ How do you run your race? តើយើងរត់ដោយរបៀបណា And you must finish well. ហើយយើងបញ្ចប់ដោយល្អ Because if you don't finish well, you may not go to heaven. ពីព្រោះបើយើងរត់មិនបានដល់គោលដៅមានន័យថាយើងចូលនគរព្រះអត់បានទេ What I mean is that, you know, there will be people who will like, I give up. I don't believe in Jesus anymore. They won't go to heaven. ពីព្រោះមានមនុស្សខ្លះរត់បានពាក់កណ្ដាលជឿបានពាក់កណ្ដាលសឹកបោះបង់ជំនឿចោលបានទៅនគរព្រះអត់ Do you know a friend who actually said, I don't want to believe in Jesus anymore. I don't want to go to church anymore, and they left you. Do you have anyone like that? តើបងប្អូនមានស្គាល់អ្នកណាខ្លះដែលជឿហើយទៅមកបោះបង់ជំនឿចោលលែងមកវិហារមានអត់មាន Yeah, យេ I have. គាត់ក៏មានដែរ And you know what? Whenever I see these people who give up their faith, I say, Lord, help me to run this race until I finish the race so I can go to heaven. គាត់ក៏ធ្លាប់ឃើញអ្នកដែលបោះបង់ជំនឿចោលហើយគាត់អធិដ្ឋានព្រះអង្គអើយសូមជួយឲ្យខ្ញុំកុំឲ្យបោះបង់ចោលឲ្យរត់តទៅទៀតឲ្យបានដល់គោលដៅ So Hebrews chapter 12 verse 2 to 4, I'm going to share with you what Apostle Paul tells us and encourage us how we can run the race and complete the race. ឥឡូវគាត់នឹងចែកចាយពីខ2ដល់ខ4តើសាវកពូលលើកទឹកចិត្តឲ្យយើងបានរត់ទៅដល់គោលដៅធ្វើអីខ្លះដើម្បីបានទៅដល់គោលដៅ Number 1, ទី1 we need encouragement. យើងត្រូវការលើកទឹកចិត្ត Isn't that true? ត្រូវអត់យើងត្រូវការលើកទឹកចិត្តត្រូវអត់ Now when you are doing a race, if you are running and there's nobody around, you feel tired. ឧបមាថាយើងរត់ប៉ុណ្ណារត់តែម្នាក់ឯងអត់មានណាលើកទឹកចិត្តអូយើងអស់ទឹកចិត្តមែនទេ But when suddenly somebody said, go, then you, I've got people cheering me on and I will run faster. ប៉ុន្តែពេលណាយើងកំពុងរត់ស្រាប់តែមានមិត្តភក្តិបងប្អូនយើងស្រែកមកថាខំតទៅទៀតទៅមុខទៀតហើយយើងមានទឹកចិត្តមានកម្លាំងតទៅទៀត Yeah, you suddenly got an energy to run faster. ហើយយើងមានទឹកចិត្តរត់តទៅទៀតនៅពេលដែលមានអ្នកលើកទឹកចិត្តយើង And you know that that is the power of encouragement. នោះគឺជាអំណាចនៃការលើកទឹកចិត្ត And every one of us needs encouragement. គ្រប់គ្នាយើងត្រូវការអ្នកលើកទឹកចិត្ត Hebrews chapter 12 verse 1 says, ហើយជំពូក12ខ1បាននិយាយថា therefore, since we are surrounded by such a great cloud of witnesses, I believe they are cheering us on. ដោយមានមនុស្សជាច្រើនឥតចេតនាធ្វើជាបន្ទាល់នៅក្នុងយើងយ៉ាងនេះទៅហើយយើងត្រូវលះបង់អ្វីទាំងអស់ដែលជាបន្ទុកលើយើង Yeah, they are all shouting to us, it's worth it. The sacrifice is worth it. មានអ្នកជឿនៅមុនលើកទឹកចិត្តដល់យើងដើម្បីឲ្យយើងបន្តជំនឿតទៅទៀត And they are there to encourage us. ហើយពួកគេនៅទីនោះដើម្បីលើកទឹកចិត្តយើង Do you know that God Himself is also cheering us on? បងប្អូនដឹងទេអ្នកដែលលើកទឹកចិត្តសំខាន់ជាងគេគឺព្រះជាម្ចាស់ផ្ទាល់ How do I know that God is encouraging me? តើគាត់ដឹងថាព្រះគឺអ្នកលើកទឹកចិត្តដូចម្ដេច Psalm chapter 10 verse 17. ទំនុកដំកើងជំពូកទី10ខទី17 God actually will encourage us. ព្រះអង្គគឺជាអ្នកដែលលើកទឹកចិត្តដល់យើង Chapter 17 បើពិតព្រះអង្គម្ចាស់ព្រះអង្គទ្រង់ឆ្វេងយល់បំណងប្រាថ្នាបំណងចិត្តរបស់មនុស្សទុនទាប
ព្រះអង្គលើកទឹកចិត្តគេអូខេ Yeah, you encourage them. ព្រះអង្គជាអ្នកលើកទឹកចិត្តគេ Yeah, I give you another verse. Acts chapter 9, verse 31. ហើយគាត់ឲ្យខកពីមួយទៀតកិច្ចការចំពោះ9ខ41 Like to read? ហើយខ្ញុំអានជូនកិច្ចការចំពោះ9ខ41បានប្រាប់ថាក្រុមជំនុំបានប្រកបដោយសេចក្តីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដាស្រុកកាលីលេនិងស្រុកសាមារីក្រុមជំនុំមានចំហកាន់តែខ្លាំងឡើងហើយគេរស់នៅប្រកបដោយការគោរពការខ្លាចព្រះជាចាស់ព្រមទាំងមានចំនួនកើនឡើងជាច្រើនដោយមានព្រះវិញ្ញាណបរិសុទ្ធជួយលើកទឹកចិត្តគេផង Verse 31. Huh? Yeah. And it says that the church was encouraged and strengthened by the Holy Spirit. បានប្រាប់ថាក្រុមជំនុំត្រូវបានលើកទឹកចិត្តឲ្យមានកម្លាំងហើយនឹងដូចជាមានជំនឿដោយសារព្រះវិញ្ញាណបរិសុទ្ធលើកទឹកចិត្ត You see, the Holy Spirit is God, and God encouraged and strengthened all of us. ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគឺជាអ្នកដែលលើកទឹកចិត្តឲ្យយើងមានកម្លាំងតទៅមុខទៀត You know, as a pastor in my church, I get discouraged as well. បងប្អូនដឹងទេសូម្បីគាត់ជាគ្រូពង្វាលក៏គាត់ពេលខ្លះបាក់ទឹកចិត្តដែរ I get people saying bad things about me. មានមនុស្សខ្លះនិយាយដើមគាត់ដែរ But you know what? ដឹងទេហេតុអី Always encouraged by other people and by God. ប៉ុន្តែព្រះលើកទឹកចិត្តគាត់ហើយមនុស្សខ្លះទៀតលើកទឹកចិត្តគាត់ You see, when God is with us, we have nothing to fear. ពេលដែលព្រះគង់នៅជាមួយយើងអត់ត្រូវការខ្លាចអីទេ Amen. អាមែន Remember that God is with us. ព្រះគង់ជាមួយយើងហើយលើកទឹកចិត្តយើង True encouragement is when we anchor ourselves in God. អ្នកដែលលើកទឹកចិត្តសម្រាប់យើងគឺព្រះអង្គផ្ទាល់ Number 2. ទី2 So before that, everybody say encourage. ឥឡូវមុនពេលគាត់ទៅចំណុចទី2យើងនិយាយថាលើកទឹកចិត្ត Yes, you need encouragement to run the race. យើងត្រូវការលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីឲ្យយើងបញ្ចប់ការរត់ប្រណាំងនឹងជំនឿរបស់ You យើង need a focused effort. ទី2យើងត្រូវការផ្ចង់ចិត្តយើងឆ្ពោះទៅមុខ Again, in Hebrews chapter 12, verse 1, at the second part of the verse, it says, let us throw off everything that hinders and the sin so that so easily entangles us. បានប្រាប់ថាខមួយដែលយើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើងនិងលះបង់អំពើបាបដែលរឹតរួតយើងនោះចោលទៅហើយជាយាមរឹតតម្រង់ទៅមុខ You see, winners must be focused. ដូច្នេះអ្នកដែលឈ្នះគឺជាអ្នកដែលផ្ចង់ចិត្តដើម្បីឲ្យបានជោគជ័យ Winners always is single-minded. អ្នកដែលឈ្នះគឺតែងតែមានគំនិតតែមួយ Winners are willing to pay the price. ហើយគេព្រមលះបង់ថ្លៃចេញថ្លៃ Winners will go all the way until they finish ហើយ the គេ race. ផ្ចង់ទៅមុខរហូតដល់បានដល់គោលដៅ And they will put aside all distraction. ហើយគេលះបង់អ្វីៗទាំងអស់ទុកដោយឡែក You know, in Hebrews chapter 12, verse 1, just now you read, it says, throw off everything. ហើយខ10ចំពោះ12ខ1នេះគឺថាលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកលើយើងនឹងបាបទាំងអស់ចោល You know, in the Olympic Games, during Paul's time, បងប្អូនដឹងទេអ្នកដែលđượcប្រកួតអូឡ িম্প ពិកណានៅក្នុងចំនួនពល the ancient Greek Olympic Games, នៅសម័យបុរាណគឺពួកក្រិចនៅសម័យបុរាណ a lot of the runners are from the Roman Empire. មានអ្នករត់ប្រណាំងជាច្រើនដែលមកពីអាណាចក្ររ៉ូម And they are very tense and they want to win the prize. ហើយពួកគេគឺថាម្នាក់មានចិត្តចង់ឈ្នះបានរង្វាន់ And they will do anything to be the first one to win the prize. គេវឹកហាត់គេធ្វើអ្វីៗទាំងអស់ដើម្បីឲ្យបានរង្វាន់ If it means taking off the shirt, they will remove the shirt. ហើយសំបីតែអាវនោះក៏គេមិនពាក់ដែរគេដោះអាវទាំងអស់នៅតែខ្លួនគេ And if it means taking off their pants, they will take off their pants. ហើយគេអត់មានពាក់ខោវែងនេះគេថាគេដោះទាំងខោទៀត Because the pants will block the way, you know. They want to be the fastest. ពីព្រោះអាខោវែងនេះវាអាចរាំងស្ទះខ្យល់ដូចនេះដោះខោវែងចោល I tell you, everybody will be shocked because in the first Olympics, people run naked. បងប្អូនដឹងហើយគាត់ចង់
ប្រាប់ការមួយគឺថាអ្នករត់សម័យដើមណាសំបីលីអូក៏អត់ពាក់ដែរខោខ្លីក៏អត់ពាក់ទៀត naked and គឺថាខ្លួនទៅទេ only men, not women. Women don't compete in those. សម្រាប់តែប្រុសទេគឺថាអត់មានស្លៀកអីទាំងអស់ដើម្បីឲ្យរត់លឿនជាងគេបានដល់គោលដៅ Yeah, naked they run. គេរត់ដើម្បីបានដល់គោលដៅ I went to Greece before. គាត់ធ្លាប់ទៅប្រទេសក្រិចពីមុន I went to the museum. គាត់បានទៅដូចជាសារមន្ទីរ All the statues all naked. មានរូបចម្លាក់ដែលគេឆ្លាក់ពីមុនហ្នឹងគឺថារូបអាក្រាត Yeah. And when I look at it, I said, wow, these guys really don't worry about being shameful, embarrassed. They just want to win the prize. ពេលដែលគាត់មើលរូបហ្នឹងគឺថាអូអ្នករត់សម័យដើមគឺថាគេមិនខ្លាចអាម៉ាស់អីទេគឺថាធ្វើមិនឲ្យបានដល់គោលដៅឲ្យបានរង្វាន់ I want to tell you that running the Christian race does not mean that you take out all your clothes. No. គឺខ្ញុំមិនមែនចង់បង្រៀនបងប្អូនថាដើម្បីឲ្យយើងជឿដល់ជោគជ័យហើយយើងទៅដោះសម្លៀកបំពាក់ដូចយើងមិនទេអត់ទេមែនទេ Running the Christian race means you take away all that distract you, the sin that distract you. យើងត្រូវរត់ក្នុងជំនឿរបស់យើងគឺមានន័យថាបោះបង់ចោលអំពើបាបទាំងអស់ដែលរឹបរួតជីវិតយើងចោលដើម្បីឲ្យយើងបានទៅដល់គោលដៅ If your handphone, you keep playing handphone game and you keep looking at your phone and that will distract you from spiritual growth, I think you better take away the handphone. បើស្នាជាយើងមើលទូរស័ព្ទឥតប្រយោជន៍រឿងដែលឥតប្រយោជន៍រំខានពេលវេលារំខានដូចជាជំនឿរបស់យើងលាក់បង់ចោលទៅហើយយើងអាចពីវិញ We all need to be focused in our God. យើងចង់ចិត្តជំនឿរបស់យើងទៅដល់ព្រះ Spiritual champion don't just want to know what's wrong with this, but they also want to engage in running the race well. គឺថាអ្នកដូចជាជំរឹះជើងឯកនៅក្នុងព្រះគម្ពីរអ្នកនៅក្នុងជំនឿគឺថាយើងបានរត់ទៅដល់ជំនឿយើងបានដល់គោលដៅ Let me give you what the Olympic champion, the champion, the running that Apostle Paul was talking. Who are they focusing on? ហើយក៏ចង់ប្រាប់ថាតើសាវកពលក៏ចង់បានប្រាប់ថាអ្នកដែលរត់ប៉ុណ្ណឹងគឺចង់ទៅលើអី Number 3, ទី we need an example. 3យើងត្រូវការដូចជាគំរូ Every person living in this world, every Christian need to have an example to follow. គ្រប់គ្នាយើងត្រូវការគំរូអ្នកជឿល្អដើម្បីយើងយកគំរូតាមគេ In Hebrews chapter 12 again, it says focus on Jesus. ហើយនៅក្នុងហេព្រើរទៅដែរបានប្រាប់ថាយើងត្រូវមើលគំរូណាគេគឺមើលគំរូព្រះយេស៊ូវ You can find that in Hebrews chapter 12 verse 2. ហើយខ2ជំពូក12ខ2 Like to read? ត្រូវសម្លឹងមើលទៅព្រះយេស៊ូវដែលជាដើមកំណើតនៃជំនឿហើយធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខ Okay? Throw away all the distraction and focus on លះ Jesus. បង់ចោលអ្វីទាំងអស់ដែលជាបន្ទុកចំណងនឹកបាបហើយចង់ទៅឯព្រះយេស៊ូវ He says, fix your eyes on Jesus. គម្ពីរបានប្រាប់ថាយើងចង់ភ្នែករបស់យើងទៅឯព្រះយេស៊ូវ Okay? Because He is the example. ពីព្រោះព្រះអង្គគឺជាគំរូល្អដែលយើងត្រូវមើល We all need to look at the men who will not disappoint us. បើយើងមើលទៅមនុស្សនាំឲ្យយើងខកចិត្ត So, everybody said, fix your eyes on Jesus. ឥឡូវគ្រប់គ្នានិយាយថាចង់ភ្នែករបស់យើងមើលទៅព្រះយេស៊ូវតោះ អូខេ Throw away all distraction of sin. បោះបង់ចោលអំពើបាបរបស់យើងទាំងអស់ចោល So number 1, we need encouragement. អូខេណាទី1ដើម្បីយើងរត់ដល់គោលដៅយើងត្រូវការលើកទឹកចិត្ត Right? Number 2, ទី we need what do we need? Number 2, we need a focused effort. 2ទី2យើងត្រូវការផ្ចង់ចិត្តរបស់យើងទៅឯគោលដៅ And number 3, we need an example. និងទី3យើងត្រូវមើលគំរូតាមព្រះយេស៊ូវ And the example is in Jesus. គំរូនោះគឺព្រះយេស៊ូវល្អឥតខ្ចោះ Let me give you number 4. ឥឡូវគាត់ឲ្យចំណុចទី We need to endure. 4យើងត្រូវការស៊ូទ្រាំ This race that we run is not just a 1-year race. ការដែលយើងរត់ក្នុងព្រះអង្គ
ជឿក្នុងព្រះអង្គមិនមែនរត់តែមួយឆ្នាំជឿតែមួយឆ្នាំទេ It's many years of racing គឺរត់ក្នុងមួយជីវិតជឿក្នុងមួយជីវិត until the day we go to heaven. រហូតដល់ថ្ងៃយើងបានចូលក្នុងនគរព្រះ I don't know about you, but I look at myself, I say, okay, maybe I will live until 90 years old. គាត់អត់ដឹងលោកអ្នកបងប្អូនយ៉ាងម៉េចទេប៉ុន្តែចំពោះគាត់ជឿថាគាត់អាចរស់បាន90ឆ្នាំ Next year I am 60 years old. ឆ្នាំក្រោយគាត់អាយុ60 Yeah, I'm turning 60. So I have 30 more years to go. បើគាត់ឆ្នាំក្រោយ60គាត់នៅ30ឆ្នាំទៀត I got 30 years to run my race. ដូច្នេះគាត់ត្រូវរត់ប្រហែលឆ្នាំ30ឆ្នាំទៀត I better run my race well. គាត់ត្រូវរត់ឲ្យបានល្អ I must live and focus on Jesus. ត្រូវរស់នៅហើយផ្ចង់ទៅឲ្យមើលសម្លឹងទៅព្រះយេស៊ូវ What about you? ចាំបងប្អូនវិញ How old are you? តើបងប្អូនអាយុប៉ុន្មានហើយ Maybe some of you are older than me. ប្រហែលបងប្អូនខ្លះអាយុបងគាត់ You got so little time left. ហើយរត់តិចឆ្នាំជាងគាត់ But there are many of you who are still young. ខ្លះទៀតក្មេងជាងគាត់ Some of you 40 years old. ហើយខ្លះអាយុ40ឆ្នាំ Some of you 30 years old. ខ្លះ30ឆ្នាំ Let's see. How many of you are 30 years and below? ចុះបងប្អូនប្រហែលអាយុក្រោម30ឆ្នាំប្រហែលក្រោម30ឆ្នាំលើកដៃមក and younger than 30 years. No, that. 30 year There behind. មាន The boys. ខាងក្រោយក្រោម30ឆ្នាំ How many is younger than 40 years? ចុះប្រហែលអ្នកដែលអាយុក្រោម40ឆ្នាំលើកដៃមកក្រោម40ឆ្នាំ Okay. 30 to 40 years old. Okay. Yeah. 30 to 40 So you 30 to 40, you got 50 years of running this race in life. បើអ្នកមានអាយុ90ឆ្នាំមានន័យថានៅយូរឆ្នាំទៀតទៅត្រូវជឿព្រះអង្គណារត់ក្នុងព្រះអង្គ That is a long race that you still គឺរយៈពេលវែងតែយើងរត់ដល់គោលដៅអត់ជំនឿយើង How many of you are 40 to 50 years old? ចាំបងប្អូនអាយុចន្លោះពី40ទៅ50ឆ្នាំប្រហែលអ្នក40 50ឆ្នាំ ខ្លះ okay. You know, you got 40 to 50. Okay, 50. You got 40 years to run. បើបងប្អូនអាយុ90ឆ្នាំមានន័យថា40ឆ្នាំទៀតរត់ក្នុងព្រះអង្គជឿក្នុងព្រះអង្គ Still a long way to go. ត្រូវរយៈកាលវែង But remember, you need encouragement from ប៉ុន្តែ God. ត្រូវការយើងត្រូវការការលើកទឹកចិត្តពីព្រះអង្គផងពីមិត្តភក្តិផងពីគ្រូ Remember that God is with you. ហើយចងចាំថាព្រះគង់ជាមួយយើង Second, ទី2 make sure you throw away all your distractions ត្រូវបោះបង់ចោលអំពើបាបបន្ទុកទាំងអស់ចេញពីជីវិតយើងទើបបានរត់ដល់គោលដៅ and fix your eyes on Jesus. ហើយចង់ភ្នែកយើងទៅមើលព្រះយេស៊ូវ Then you have the endurance to go. ហើយយើងមានកម្លាំងដើម្បីទៅមុខទៀត You know, when I think about endurance, ពេលដែលគាត់គិតអំពីការស៊ូទ្រាំ I think about the witnesses that we talked about just now, គាត់គិតអំពីអ្នកជឿមុនដែលគេស៊ូទ្រាំ who have been seeing us running this race. គេបានដល់គោលដៅគឺមើលមកយើងដែលយើងកំពុងរត់ Look, that's Jesus. មើលទៅព្រះយេស៊ូវ He ran his race. ទ្រង់បានបញ្ចប់ការរត់ប្រណាំងរបស់ព្រះអង្គ But actually his race is a shorter race than all of us. ការពិតព្រះយេស៊ូវរត់ខ្លីជាងយើងទេ Because he died at 33 years ពី old. ព្រោះព្រះអង្គសុគតអាយុ33ឆ្នាំ He died on the cross at 33 years ព្រះអង្គ old. សុគតឲ្យរស់ឡើងវិញអាយុ33ឆ្នាំហើយទៅឋានសួគ៌បាត់ And you know what? He completed his race. ព្រះអង្គបំពេញដូចក៏បញ្ចប់ការរត់ប្រណាំងរបស់ព្រះអង្គ He suffered a lot during that ព្រះ time. អង្គឈឺចុកចាប់យ៉ាងច្រើនក្នុងជីវិតរបស់ព្រះអង្គខ្លី He endured by hanging up on the cross. ព្រះអង្គស៊ូទ្រាំនៅលើឈើឆ្កាងគេឆ្កាងព្រះអង្គ And so that all of us can walk into heaven one day. ដើម្បីឲ្យយើងអាចដើរតាមព្រះអង្គហើយចូលនគរព្រះអង្គបាន Are we ready to pray at least for 10 to 15 minutes every day? តើយើងបានព្យាយាមក្នុងការអធិដ្ឋានរៀងរាល់ថ្ងៃដែរឬទេ Moses is there sitting up there. ម៉ូសេកំពុងនៅឋានសួគ៌ជាមួយព្រះ He gave up a luxury life in the palace in Egypt. ព្រះអង្គបានគាត់បានលេះចោលភាពសុខសាន្តនៅក្នុងប្រទេសអេស៊ីប And he went for a life to bring the Israelites into the wilderness. ហើយគាត់បានទៅដឹកនាំជនជាតិអ៊ីស្រាអែលនៅវាលហោឋាន
he endured all the way គាត់ to the ស៊ូ end. ទ្រាំមែនទែនរហូតដល់បានទៅដល់គោលដៅ What about us? ចាស់យើងវិញ Can we endure all the way to the end like Moses? តើយើងស៊ូទ្រាំដូចម៉ូសេដើម្បីឲ្យបានទៅដល់គោលដៅដែរឬទេ There's another spectator here, and his name is Noah. ហើយមានម្នាក់ទៀតឈ្មោះថាណូអេនៅក្នុងរឿង He's looking at us running the race. ណូអេក៏សម្លឹងមើលមកយើងដែរ You know, when he was completing his own race, ពេលដែលគាត់បានបញ្ចប់ការរត់ប្រណាំងរបស់គាត់ God asked him to build a big boat ព្រះអង្គបានឲ្យគាត់កសាងទូកមួយយ៉ាងធំ in the middle of the desert. នៅវាលហោឋាន Everybody was laughing at him, មនុស្សគ្រប់គ្នាសើចចំអកដាក់គាត់ but he continued to build that boat ប៉ុន្តែគាត់នៅតែបន្តសាងសង់ទូកនោះ because he wanted to obey God, ពីព្រោះព្រះបង្គាប់ឲ្យគាត់ធ្វើ and he completed his race. ហើយគាត់បានបញ្ចប់ដូចជាជំនឿរបស់គាត់ Because he obeyed all the way, he is saved from the flood. ពីព្រោះគាត់បានស្ដាប់បង្គាប់ព្រះហើយបានជោគជ័យ What about us? ចឹងយើងវិញ Sometimes when people reject us, people insinuate at us, ពេលខ្លះមនុស្សខ្លះបៀតបៀនយើងបដិសេធយើង are we able to be like Noah, who will continue to obey God? តែយើងស៊ូទ្រាំដើម្បីបន្តការស្ដាប់បង្គាប់ព្រះដែរឬទេ There's another witness and spectator over there. មានអ្នកជឿព្រះអង្គសម័យបុរាណទៀត His name is Apostle Paul. គឺស្វៈពល He ran his race. ពួកគាត់បានបញ្ចប់ជំនឿគាត់ដោយជោគជ័យ You ask about Apostle Paul. បើយើងសួរពល You know what he did during his race? តើគាត់ធ្វើអីខ្លះក្នុងពេលដែលគាត់ជឿលើព្រះអង្គ People take stones and stone him, wanted to kill him. មនុស្សម្នាយកដុំថ្មគប់គាត់សម្លាប់គាត់ At the end, he was beheaded. ចុងបញ្ចប់គេធ្វើឃាតគាត់សម្លាប់ That's គាត់ before he go to heaven. ក្រោយមកគាត់បានចូលនគរព្រះ For us, what about us? Are we willing to pay the price? ចំណែកយើងវិញមិនទាន់តយឹករហូតដល់បង្ហូរឈាមទេតែយើងបដិញ្ញានឹងដូចជាបង់ថ្លៃដែរឬទេ To live our Christian life? ដើម្បីរស់នៅក្នុងជីវិតគ្រីស្ទានដែលតាមព្រះអង្គ I saw one more person. ហើយមានបុគ្គលផ្សេងទៀត His name is Peter. គឺឈ្មោះពេត្រុស Yes, he ran his race. ពេត្រុសក៏រត់ក្នុងជំនឿរបស់គាត់ដោយស៊ូទ្រាំយ៉ាងខ្លាំងទុក្ខលំបាក When the Roman soldiers captured him, ពេលដែលទាហានរ៉ូមចាប់គាត់ they wanted to hang him up on the cross. ចាប់គាត់ឆ្កាងដូចជាព្រះយេស៊ូវដែរ He said, no, you can't hang me like the way, I cannot die like the way my Lord Jesus died. ហើយពេត្រុសប្រាប់ថាព្រះអង្គឆ្កាងក្បាលឡើងលើប៉ុន្តែគាត់វិញសូមឲ្យឆ្កាងក្បាលចុះក្រោម Because I'm not worthy to be hung like Jesus. ពីព្រោះគាត់មិនស័ក្តិសមដូចជាឆ្កាងដូចជាព្រះអង្គទេ So he asked them to hang him upside down. សូពេត្រុសប្រាប់ឲ្យគេឆ្កាងគាត់ហើយដាក់ក្បាលចុះក្រោមវិញ He actually make it more difficult for himself. ដូច្នេះពិបាកមែនទែនពិបាកជាងព្រះអង្គទៀត Peter completed his race. ពេត្រុសបានបញ្ចប់ជំនឿរបស់គាត់ដោយជោគជ័យដោយស៊ូទ្រាំ His Christian life. គាត់បានបញ្ចប់នៅជំនឿខាងវិញ្ញាណគាត់ Brought many people to know Jesus. ហើយមានមនុស្សជាច្រើនបានជឿព្រះអង្គតាមរយៈគាត់ What about you? ចុះបងប្អូនវិញ Are you willing to stay in church a little bit longer? តើបងប្អូនបញ្ញាចិត្តក្នុងការដើរតាមព្រះអង្គអស់មួយជីវិតដែរឬទេ Are you willing to run your Christian race? តើបងប្អូនមានបំណងចិត្តដើម្បីរត់ក្នុងជំនឿដោយល្អដែរឬទេ Whatever it is, all of us must go through this race. ហើយនឹងយើងទាំងអស់គ្នានឹងប្រឈមមុខនឹងទុក្ខលំបាកប៉ុន្តែសូមបានស៊ូទ្រាំ And I pray that you will finish your race well. គាត់អធិដ្ឋានជាមួយបងប្អូនទាំងអស់គ្នាមានជំនឿដោយបញ្ចប់ដោយល្អ My challenge to you is that you start well but you end well too. គាត់ជំរុញឲ្យយើងមានជំនឿចាប់ផ្ដើមល្អហើយបញ្ចប់ទៅវិញដោយល្អដែរ Decide today ហើយសម្រេចចិត្តពីថ្ងៃនេះទៅ that you will run your race all the way to the យើង end បញ្ចប់ជំនឿរបស់យើងរហូតដល់ចុងបញ្ចប់ and be a champion for God. ហើយខ្លាយទៅជាអ្នកជំរឹះជើងឯក Because it's not by might, not by power, but by the Holy Spirit that we can run, មិនមែនដោយកម្លាំងមិនមែនដោយអំណាចប៉ុន្តែដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ that we can live our Christian life. ដើម្បីឲ្យយើងអាចរស់ក្នុងជីវិតដែលជឿទៅលើព្រះអង្គ Let us pray. សូមអធិដ្ឋាន Every eye closed. សូមយើងបានសម្រុំចិត្តបិទភ្នែកអធិដ្ឋាន I believe you are challenged today. ក៏ជឿថាបងប្អូនក៏ប្រឈមនឹងកិច្ចការជាច្រើន And my prayer
is that you will run your race with Good, all endurance, ក៏អធិដ្ឋានរបស់បងប្អូនទាំងគ្នាបានរត់ក្នុងជំនឿដោយបានបញ្ចប់ដ៏ល្អ and you will live for Jesus to the best ហើ of យ your ability. រស់នៅសម្រាប់ព្រះគ្រីស្ទយ៉ាងល្អ That the Holy Spirit will strengthen you សូមព្រះវិញ្ញាណបរិសុទ្ធផ្ដល់កម្លាំងដល់បងប្អូនទាំងគ្នា to be a witness for Jesus ដើម្បីឲ្យធ្វើជាបន្ទាល់អំពីព្រះយេស៊ូវ as you run your race. ក្នុងពេលដែលយើងរត់ក្នុងជំនឿរបស់យើង Let us pray. សូមអធិដ្ឋាន Father God, I pray for these your people. បិតាអើយគុណអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នានៅទីនេះ Right now, I pray that you will strengthen their spirits គុណសូមអធិដ្ឋានសូមព្រះអង្គពង្រឹងកម្លាំងជំនឿបងប្អូននៅទីនេះ as they live their Christian life ដើម្បីបងប្អូនបានរស់នៅក្នុងជីវិតដែលដើរតាមព្រះអង្គ the way Apostle Paul has described. រស់នៅដូចជាសាវកពលបានបង្រៀនយើងនៅទីនេះ That they will be encouraged ហើយបានទទួលការលើកទឹកចិត្ត when the Holy Spirit come upon them. ពីព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលគង់ជាមួយយើង And they will encourage one another. ហើយលើកចិត្តទឹកចិត្តគ្នាទៅវិញទៅមកដែរ And dear God, we also want to pray that they will remember to throw away all distractions. គុណអធិដ្ឋានក៏សូមឲ្យយើងខ្ញុំបានចងចាំថាលះបង់បន្ទុកនិងចំណងនៃអំពើបាបទាំងអស់ចេញពីជីវិតយើង Distractions of sin បន្ទុកនៃអំពើបាប so that they can run their race ដើម្បីឲ្យយើងបានរត់ប៉ុណ្ណាងដល់គោលដៅ without sin. ដោយអត់មានអំពើបាប Dear God, we pray បងអើយក៏សូមអធិដ្ឋាន that you will help them to fix their eyes on Jesus. សូមជួយដល់យើងទាំងអស់គ្នាបើកភ្នែកយើងចង់មើលទៅព្រះយេស៊ូវ And they will run with endurance ហើយរត់តាមផ្លូវរបស់ព្រះអង្គ all the way. ឆ្ពោះទៅមុខ Make sacrifices for Jesus សូមឲ្យយើងបានហ៊ានប្រយ៉ាងដូចជាសម្រាប់ព្រះគ្រីស្ទ and do their best ហើយ for Jesus ធ្វើការល្អសម្រាប់ព្រះគ្រីស្ទ and be a champion for Jesus. ហើយខ្លាយទៅជាដូចជាអ្នកជំរឹះជើងឯកសម្រាប់ព្រះគ្រីស្ទ Thank you, Lord. អរព្រគុណដល់ព្រះអង្គ In Jesus' name we pray. នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. អាមែន